ចាពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកបោកកង្កែបហូបបងប្អូនបែបជាលក្ខណៈគ្រួសារនៃគ្រឿងក្រៅបោកកង្កែបខ្ញុំបងប្អូនចេះបោកអាចមករៀនបោកតាមខ្ញុំនៅគ្រឿងក្រៅមានច្រើនណាបងប្អូននៅទម្រាំតែធ្វើឲ្យមិនងាយបងប្អូននៅគ្រឿងបុកដូចឆ្លងជូរចឹងណាក្នុងនេះបងប្អូនអាចមើលឃើញមានស្បែកដៃបុកលាយទេណាបងប្អូនដល់ច្រើននៅគ្រឿងកាន់តែច្រើនឈ្ងុយឆ្ងាញ់ចឹងណាមើលហើយខ្ញុំដាក់កង្កែបកច្រាំបងប្អូនខ្ញុំមកដាក់សាច់ជ្រូក3ជាន់ហើយយកមកបុកញ៉ាំជាមួយគ្រឿងដែលយើងបុកហើយណាស្ករប៊ីចេងទឹកត្រីអំបិលហើយយើងដាក់ចូលក្នុងហ្នឹងលាយមកល្មមដែលថាយើងមើលតែសាច់គ្រឿងយើងប្រមាណយើងដាក់តាមហ្នឹងណាព្រោះយើងបែបជាលក្ខណៈគ្រួសារយើងមិនអាចថាលៃប្រមាណយើងមើលតែយើងធ្លាប់ធម្មតាចុងភៅចេះលៃលោកឯងបងប្អូនគ្រឿងម៉ានយើងដាក់មើលមកកុំឲ្យតែប្រៃពេកឆ្ងាញ់ទេបងប្អូនខ្ញុំពីច្រើនចូលចិត្តសាបឲ្យផ្អែមផ្ទះខ្ញុំបងប្អូនលៃតាមមាត់ហ្នឹងណាគ្រឿងបុកញ៉ាំហើយដល់វគ្គញាត់កង្កែបបងប្អូនតែញាត់កង្កែបហើយយើងយកទៅចៀនក៏បានអាំងក៏បានពងក៏បានស្រេចទៅចិត្តបងប្អូនណាបងប្អូនមានតែប៉ុណ្ណឹងបាក់តែពេលយើងធ្វើគ្រឿងបងប្អូនអត់ងាយឃើញចឹងមានលឿនណាបងប្អូនយូរណាទម្រាំបានតែគ្រឿងញាត់កង្កែបបងប្អូនហើយខ្ញុំធ្វើដើម្បីឲ្យអ្នកម្ដាយខ្ញុំហូបអ្នកម្ដាយខ្ញុំចូលចិត្តកែបបោបងប្អូនអើយយើងធ្វើខ្លួនឯងហ្នឹងដល់ជាតិហ្មងបងប្អូនមើលទៅម្ដងបងប្អូនthấyគ្រឿងនោះឈ្ងុយតែម្ដងយើងធ្វើខ្លួនឯងមិនដូចយើងទិញគេពេលខ្លះប្រៃពេកហឹរពេកទលាន់ពេកដាក់សាច់ជ្រូក3ជាន់នោះយើងធ្វើខ្លួនឯងតាមចំណង់ចំណូលចិត្តមាត់យើងអញ្ចឹងណាហើយផ្ទះខ្ញុំចូលចិត្តកែបបោកទាំងអស់គ្នាហ្មងអត់សេះអ្នកម្ដាយខ្ញុំគាត់ចូលចិត្តទិញឲ្យគាត់ពីច្រើនហូបចង់រាល់ថ្ងៃបានទៅគាត់ហូបបាយកើតអញ្ចឹងនិយាយថាធ្វើបន់ទាន់ខែភ្លឺគាត់ចង់ហូបអីយើងធ្វើឲ្យគាត់ហូបអញ្ចឹងណាបងប្អូនហើយបងប្អូនឃើញវីដេអូខ្ញុំជួយ like ជួយ comment ជួយចុចតាមដានម្នាក់មួយផងណាបើបាន share ទៅកាន់តែល្អបើសិនពេញចិត្តវីដេអូខ្ញុំបងប្អូនព្រោះខ្ញុំទៅធ្វើវីដេអូថ្មីថ្មោងល្អមិនល្អជួយមើលផងសូមអភ័យទោសផងព្រោះខ្ញុំដៃថ្មីបងប្អូនគេហៅ creator new creator ថាអ្នកផលិតមាតិកាថ្មីថ្មោងអញ្ចឹងណាបងប្អូនយើងមិនមែនជាអ្នកជំនាញសំបីចូលសម្លេងក៏មិនសូវប៉ិនប្រសប់អញ្ចឹងណាបងប្អូនសូមអធ្យាស្រ័យអភ័យទោសណាបងប្អូនមើលកែបខ្ញុំហើយមើលម្ដងពោះកប៉ោងកពីងដូចហ៊ីងដល់ចៀនហើយដឹងតែយើងបងប្អូនអាចចង់ហូបមកខមមិនខាងក្រោមចាំផ្ញើតាម AC ដាវិញណាបងប្អូនជាតិហ្មង